សូមប្រកាសជំរាបសួរទៅកាន់ពុកម៉ែបងប្អូនអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីមកជួបជាមួយខ្ញុំបាទ30 TV សាជាថ្មីក្នុងនីតិហោរាសាស្ត្រប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការដកស្រង់និងអានជូននៅក្បួនហោរាទូទាយចិនសាយដែលល្បីឈ្មោះដោយលោកគ្រូដងដៃលីនដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment លេខសំណាងនិងសាធុចំនួន3ដងរួចសូមធ្វើការ share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះនិងសំណាងតាមជាប់ខ្លួនរហូតដូច្នេះកុំឲ្យខាតពេលយូរសូមតាមដានស្ដាប់ជាមួយខ្ញុំបាទ30 TV ដូចតទៅនៅថ្ងៃអង្គារនេះបានមើលតាមទិសបេះដូងរស់ក្នុងការធ្វើដំណើរឬការប្រកបមុខរបររុស្ស៊ីផ្សេងអស់លោកអ្នកត្រូវប្រកាន់យកតាមទិសឦសាននិងមិនគួរធ្វើដំណើរទៅខាងទិសនិរតីនោះទេព្រោះគឺជាទិសបេះដូងស្លាប់ធ្វើអ្វីមិនក៏ប្រសើរឡើយចំពោះថ្ងៃនៃការអង្គុយឲ្យមានសិរីសួស្តីជ័យមង្គលក្នុងការឬមង្គលការឬសែនព្រេងផ្សេងនិងបើចង់ទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះឲ្យអង្គុយនៅខាងទិសបូព៌ាបែរមុខទៅរកទិសនិរតីទំនាយទីថាបើកាលណាបានប្រតិបត្តិតាមនេះពិតមែនពិតជាមានជោគជ័យគ្រប់កលៈទេសៈចំពោះការមើលតាមក្បួនកក្កបាតជាងក្រឡាក្នុងការចេញដំណើរពីផ្ទះប្រកបទៅដោយជោគជ័យនិងសិរីសួស្តីមួយថ្ងៃពេញនៅក្នុងថ្ងៃអង្គារនេះពុកម៉ែបងប្អូនត្រូវដឹងម៉ោងសុកម៉ោងគ្រោះម៉ោងលៀបដូចខាងក្រោមបាទចេញដំណើរពីផ្ទះចាប់ពីមាន់រងាទៅដល់ម៉ោង 6 កន្លះព្រឹកគឺជាម៉ោង 02 មានន័យថាជាម៉ោងសុកសានធ្វើដំណើរទៅណាមកណាគឺបានសុកល្អណាស់នៅក្នុងចន្លោះម៉ោងនេះបាទចេញដំណើរពីផ្ទះចាប់ពីម៉ោង 6 កន្លះដល់ម៉ោង 11 ព្រឹកគឺជាម៉ោងយប់ព្រឹកជាម៉ោង 01 មានន័យថាការធ្វើដំណើរឬការធ្វើចំនួនផ្សេងមិនល្អទេគឺជាគ្រោះកាចក្នុងចន្លោះម៉ោងនេះជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយហើយបើធ្វើដំណើរគួរប្រយ័ត្នចរាចរណ៍ឲ្យខ្ពស់បំផុតបាទចេញដំណើរពីផ្ទះចាប់ពីម៉ោង 11 ព្រឹកដល់ម៉ោង 2 រសៀលគឺជាម៉ោង 04 មានន័យថាក្នុងចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យគ្មានគ្រោះកាចអ្វីអាចចូលបានឡើយថែមទាំងទទួលបាននូវលាភបរិបូរណ៍បាទចេញដំណើរពីផ្ទះចាប់ពីម៉ោង 2 រសៀលដល់ម៉ោង 5 ល្ងាចគឺជាម៉ោងកក្កបាតមានន័យថាជាម៉ោងអន្តរាយធ្វើចំនួនរកស៊ីជួញដូរផ្សេងមិនគួរចេញនៅម៉ោងនេះឡើយអាចនឹងត្រូវបាត់បង់ទ្រព្យសម្បត្តិឬក៏មិនត្រូវបោះទុនរកស៊ីអ្វីឡើយបើចេញនៅចន្លោះម៉ោងនេះបាទចេញដំណើរពីផ្ទះចាប់ពីល្ងាចម៉ោង 5 ទៅដល់ម៉ោងចូលគេងវិញនៅចន្លោះម៉ោងនេះគឺទទេគ្មានអ្វីសោះមានន័យថាមិនបានទទួលលើកអ្វីហើយក៏មិនជួបគ្រោះអ្វីដែរបាទនៅថ្ងៃអង្គារនេះសូមធ្វើការបួងសួងឲ្យคล้ายជាថ្ងៃលេងគ្រោះចង្រៃសត្រូវប្រែคล้ายជាមិត្តនិងត្រូវជាថ្ងៃនាំលាភនិងទ្រព្យសម្បត្តិឡើងខ្ពស់សម្រាប់ឆ្នាំទាំង12នេះបាទជាបន្តសូមពុកម៉ែបងប្អូនតាមដានស្ដាប់នៅរិស័យឆ្នាំទាំង12ជាមួយ30 TV Channel យ៉ាងខ្ញុំដូចតទៅឆ្នាំជូតកណ្ដុរនាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានយុស័ក្តិខ្ពង់ខ្ពស់ម៉ោងនៃលាភសំណាងគឺម៉ោង 5 ព្រឹកដល់ម៉ោង 8 យប់ពណ៌នៃលាភសំណាងគឺពណ៌សនិងលឿងលេខនៃលាភសំណាងគឺលេខ 48 និងលេខ 59 សូមខមមិនលេខ 168 យកលាភសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលោជោហូហៀចំពោះអស់លោកនៃរកាឆ្នាំជូតឆ្នាំជូតពិសីថ្ងៃនេះឡើងខ្ពស់ត្រដែតរាល់កិច្ចការដែលប៉ងប្រាថ្នាក្នុងថ្ងៃនេះលោកអ្នកតែងទទួលបានផលផ្លែផ្កាល្អនិងរមែងបានជួបតែនឹងរឿងល្អជានិច្ចគ្មានឧបសគ្គអ្វីមករារាំងធ្វើឲ្យលោកអ្នកមានការលំបាកនោះឡើយបាទលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមល្អប្រពៃណាស់ផងការធ្វើដំណើរឆ្ងាយចិត្តមានតែក្រុមមនុស្សអាណិតស្រឡាញ់និងស្វាគមន៍ជានិច្ចចំណែកសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខយឺតតែបើថយក្រោយវិញនោះគឺឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែងឆ្នាំឆ្លូវគោនាំលាភបុព្វរាជចិញ្ចឹមជួបតែរឿងល្អក្នុងជីវិតមានលាភមានសំណាងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ក្តីបំណងម៉ោងនៃលាភសំណាងគឺម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នៃលាភសំណាងគឺពណ៌សនិងក្រហមលេខនៃលាភសំណាងគឺលេខ 11 និងលេខ 61 សូមខមមិនលេខ 168 យកលាភសម្បត្តិមហាសេដ្ឋី
និងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំឆ្លូវឆ្នាំឆ្លូវរិស័យថ្ងៃនេះឡើងខ្ពស់ត្រដែតរាល់កិច្ចការដែលប៉ងប្រាថ្នាក្នុងថ្ងៃនេះលោកអ្នកតែងទទួលបានផលផ្លែផ្កាល្អនិងរមែងបានជួបតែនឹងរឿងល្អជានិច្ចគ្មានឧបសគ្គអ្វីមករារាំងធ្វើឲ្យលោកអ្នកមានការលំបាកនោះឡើយបាទលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមល្អប្រពៃណាស់ផងការធ្វើដំណើរឆ្ងាយចិត្តមានតែក្រុមមនុស្សអាណិតស្រឡាញ់និងស្វាគមន៍ជានិច្ចចំណែកសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខយឺតតែបន្ថយក្រោយវិញនោះគឺឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែងឆ្នាំខាលខ្លាមានបារមីដែលចេះមានអំណាចមានមនុស្សតាមជួរជ្រោមជ្រែងការងារទុច្ចធំដើម្បីឲ្យអនាគតអ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាលម៉ោងនៃលេខសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលេខសំណាងគឺពណ៌សនិងផ្កាឈូកលេខនៃលេខសំណាងគឺលេខ21និងលេខ82សូមខមមិនលេខ168យកលេខសម្បត្តិមហាសិទ្ធិនិងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀមិនខ្វះចាយឡើយចំពោះអស់លោកអ្នកដែលកាត់ឆ្នាំខាលឆ្នាំខាលរិស័យថ្ងៃនេះឡើងខ្ពស់ត្រដែតរាល់កិច្ចការដែលប៉ងប្រាថ្នាក្នុងថ្ងៃនេះលោកអ្នកតែងទទួលបានផលផ្លែផ្កាល្អនិងរមែងបានជួបតែនឹងរឿងល្អជានិច្ចគ្មានឧបសគ្គអ្វីមករារាំងធ្វើឲ្យលោកអ្នកមានការលំបាកនោះឡើយបាទលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមល្អប្រពៃណាស់ផងការធ្វើដំណើរឆ្ងាយចិត្តមានតែក្រុមមនុស្សអាណិតស្រឡាញ់និងស្វាគមន៍ជានិច្ចចំណែកសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខយឺតតែបន្ថយក្រោយវិញនោះគឺឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែងឆ្នាំថោះទុនសាយមានសិទ្ធិចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានកំណត់ភ្លឺថ្លាហើយអនាគតវិញនោះខ្លាចជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងនៃលេខសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលេខសំណាងគឺពណ៌ទឹកក្រូចនិងពណ៌សលេខនៃលេខសំណាងគឺលេខ77និងលេខ89សូមខមមិនលេខ168យកលេខសម្បត្តិមហាសិទ្ធិនិងប្រទានសម្បត្តិមហាសិទ្ធិមានលេខធំលុយចូលហេងចំពោះអស់លោកអ្នកដែលកាត់ឆ្នាំថោះឆ្នាំថោះរិស័យថ្ងៃនេះល្អជាមធ្យមបញ្ហាផ្លូវចិត្តមិនសូវសប្បាយរីករាយប៉ុន្មានទេនៅក្នុងថ្ងៃនេះហើយបើលោកអ្នកចង់ទទួលផលពីការងារនោះលុះត្រាតែលោកអ្នកមានចិត្តអំណត់ព្យាយាមនិងបូជាពេលវេលាច្រើនផងបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញដូរនៅទីជិតពុំសូវជាបានកក់កោបទេគឺតើតែចេញទៅជួញដូរនៅឯទីឆ្ងាយទើបល្អនិងសមប្រកបនៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយក៏បីមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចជាពិសេសអ្នកចេញទៅប្រកបការងារនៅឯតាមខេត្តឬតំបន់ឆ្ងាយពីផ្ទះសម្បែងពីព្រោះថាលោកអ្នកងាយមានក្រុមមនុស្សបៀតបៀនយាយីក្នុងក្តីបំណងអាក្រក់ដើម្បីដណ្ដើមផលប្រយោជន៍អ្វីមួយពីអ្នកបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមុននឹងធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយហើយមិនត្រូវមានកំណត់វិកវេឡើយបើពំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងចំពោះបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំគុំក៏បីជ្រុលជ្រើមខុសបែបបត់ប្រយ័ត្នការសប្បាយខ្លាចជាទុកវិញហើយត្រូវមកខ្លោចផ្សាអស់មួយជីវិតឆ្នាំរោងពោះអ្នកក្រៀកមន្ត្រីចិញ្ចឹមធ្វើកិច្ចការអ្វីមួយអ្នកតែងមានកំណត់ជ្រះថ្លាហើយបើប្រាថ្នាអ្វីគឺតែងបានសម្រេចបើធ្វើការទុច្ចធំវិញនោះមានតែអ្នកគាំទ្រទំនុកបំរុងសពគ្រប់បែបយ៉ាងម៉ោងនៃលេខសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលេខសំណាងគឺពណ៌បៃតងនិងក្រហមលេខនៃលេខសំណាងគឺលេខ77និងលេខ99សូមខមមិនលេខ899យកលេខសម្បត្តិកហបតីជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំរោងរិស័យល្អជាមធ្យមដួងរិស័យរបស់លោកអ្នកក្នុងថ្ងៃនេះមានបញ្ហាមិនល្អខ្លះចូលយាយីផងដូចនេះរាល់ការប្រកបកិច្ចការងារអ្វីតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលក្បែរកើតចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកតតែខិតខំខ្លាំងទៅទទួលជោគជ័យចំនួនធំទាំងនោះទៅរួចការធ្វើដំណើរទីជិតឆ្ងាយជួបតែភាពសុខដុមដូចសពមួយដងរីឯសម្ព័ន្ធស្នេហាប្រុសស្រីវិញបើមានការផ្សំផ្គុំគ្រួសារឬចូលស្ដីដណ្ដឹងជាពេលវេលាល្អប្រពៃបំផុតឆ្នាំម្សាញ់ពោះទេវរាចិញ្ចឹមធ្វើកិច្ចការអ្វីមួយអ្នកតែងមានកំណត់ជ្រះថ្លា
និងប្រាថ្នាអ្វីគឺតែងបានសម្រេចហើយធ្វើការតូចធំមានតែអ្នកគាំទ្រនិងទំនុកបម្រុងសពគ្រប់បែបយ៉ាងម៉ោងនៃលេបសំណាងគឺម៉ោង 4 ព្រឹកដល់ម៉ោង 9 យប់ពណ៌នៃលេបសំណាងគឺពណ៌ខ្មៅនិងសលេខនៃលេបសំណាងគឺលេខ 69 និងលេខ 99 សូមខមមិនលេខ 168 យកលេបសម្បត្តិសំពៅលួងនិងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់រិស័យថ្ងៃនេះឡើងខ្ពស់ត្រដែតរាល់កិច្ចការដែលប៉ងប្រាថ្នាក្នុងថ្ងៃនេះលោកអ្នកតែងទទួលបានផលផ្លែផ្កាល្អនិងរមែងបានជួបតែនឹងរឿងល្អជានិច្ចគ្មានឧបសគ្គអ្វីមករារាំងធ្វើឲ្យលោកអ្នកមានការលំបាកនោះឡើយបាទលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមល្អប្រពៃណាស់ផងការធ្វើដំណើរឆ្ងាយចិត្តមានតែក្រុមមនុស្សអាណិតស្រឡាញ់និងស្វាគមន៍ជានិច្ចចំណែកសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខយឺតតែបន្ថយក្រោយវិញនោះគឺឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែងឆ្នាំមមីសេះនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតវិញនោះខ្លាចជាអ្នកមានទ្រព្យស្រុកស្ដំនិងយុស័ក្តិខ្ពង់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង 8 ព្រឹកដល់ម៉ោង 10 យប់ពណ៌នៃលៀបសំណាងគឺពណ៌ប្រផេះនិងបៃតងលេខនៃលៀបសំណាងគឺលេខ 20 និងលេខ 66សូមខមមិនលេខ 999 យកលៀបសម្បត្តិអុកញ៉ានៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំមមីរិស័យថ្ងៃនេះល្អជាមធ្យមបញ្ហាផ្លូវចិត្តមិនសូវសប្បាយរីករាយប៉ុន្មានទេនៅក្នុងថ្ងៃនេះហើយបើលោកអ្នកចង់ទទួលផលពីការងារនោះលុះត្រាតែលោកអ្នកមានចិត្តអំណត់ព្យាយាមនិងបូជាពេលវេលាច្រើនផងបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញដូរនៅទីជិតពុំសូវជាបានកក់កោបទេគឺតើតាចេញទៅជួញដូរនៅឯទីឆ្ងាយទើបល្អនិងសមប្រកបនៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយក៏បីមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចជាពិសេសអ្នកចេញទៅប្រកបការងារនៅឯតាមខេត្តឬតំបន់ឆ្ងាយពីផ្ទះសម្បែងពីព្រោះថាលោកអ្នកងាយមានក្រុមមនុស្សបៀតបៀនយាយីក្នុងក្តីបំណងអាក្រក់ដើម្បីដណ្ដើមផលប្រយោជន៍អ្វីមួយពីអ្នកបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមុននឹងធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយហើយមិនត្រូវមានកំណត់វិកវេឡើយបើពំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងចំពោះបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំកុំក៏បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសបាយខ្លាចជាទុកវិញហើយត្រូវមកខ្លោចផ្សាអស់មួយជីវិតឆ្នាំមមេប្រពេមាសមានបារមីដែលចេះមានអំណាចមានមនុស្សតាមជួយជ្រោមជ្រែងការងារតូចធំដើម្បីឲ្យអនាគតអ្នកបានខ្លាចជាអ្នកមានសម្បត្តិមហាសាលម៉ោងនៃលេបសំណាងគឺម៉ោង 6 ព្រឹកដល់ម៉ោង 8 យប់ពណ៌នៃលេបសំណាងគឺពណ៌ខ្មៅនិងស្វាយលេខនៃលេបសំណាងគឺលេខ 19 និងលេខ 29សូមខមមិនលេខ 555 យកលេបសម្បត្តិទេវរាទ្រព្យមានប្រាក់កែវកងនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំមមេរិស័យឡើងខ្ពស់ត្រដាតក្នុងថ្ងៃនេះដោយសារដួងរិស័យឡើងខ្ពស់ដូចនេះបើលោកអ្នកចង់ធ្វើអ្វីមួយតោងតែផ្ដល់ក្តីសង្ឃឹមនិងឆ្លើយតបដោយសេចក្តីប្រាថ្នាក្រៅពីនេះបើលោកអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃក៏តែងឆាប់ចុះសម្រុងគ្នានិងទទួលជោគជ័យច្រើនផងចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរថ្មីឬទីកន្លែងលក់ដូរដែលលោកអ្នកអាចជួបនៅក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ចការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសពមួយដងគូក្រុមប្រិយប្រពន្ធនិងគូស្នេហាកំឡោះក្រមុំមានការស្រស់ស្រាយហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាក៏ជាពេលវេលាល្អបំផុតក្នុងការដោះស្រាយទៀតផងឆ្នាំវោកស្វាមន្ត្រីចិញ្ចឹមនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតវិញនឹកខ្លាចជាអ្នកមានទ្រព្យស្រុកស្ដំនិងយុស័ក្តិខ្ពង់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង 5 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងខ្មៅលេខនៃលៀបសំណាងគឺលេខ 1 និងលេខ 69សូមខមមិនលេខ 999 យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំវោករិស័យឡើងខ្ពស់ត្រដាតក្នុងថ្ងៃនេះដោយសារដួងរិស័យឡើងខ្ពស់ដូចនេះបើលោកអ្នកចង់ធ្វើអ្វីមួយតោងតែផ្ដល់ក្តីសង្ឃឹមនិងឆ្លើយតបដោយសេចក្តីប្រាថ្នាក្រៅពីនេះបើលោកអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃក៏តែងឆាប់ចុះសម្រុងគ្នានិងទទួលជោគជ័យច្រើនផង
ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរថ្មីឬទីកន្លែងលក់ដូរដែលលោកអ្នកអាចជួបនៅក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ចការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសពមួយដងគូក្រុងប្រិយប្រពន្ធនិងគូស្នេហាកំឡោះក្រមុំមានការស្រស់ស្រាយហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាក៏ជាពេលវេលាល្អបំផុតក្នុងការដោះស្រាយទៀតផងឆ្នាំបកាមន់នាំលេបអបរាចិញ្ចឹមគឺមានលេបមានជ័យណាស់មានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់លោកអានសាទរម៉ោងនៃលេបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង5ល្ងាចពណ៌នៃលេបសំណាងគឺពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនៃលេបសំណាងគឺលេខ27និងលេខ49សូមខមមិនលេខ999យកលេបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលើជោហោហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំរកាឆ្នាំរការិស័យថ្ងៃនេះធ្លាក់ស្រុតចុះលោកអ្នកច្រើនមានចិត្តតោសៈមោហៈច្រើននៅក្នុងថ្ងៃនេះទោះបីជាធ្វើការងារអ្វីក៏ដោយក៏ធ្វើមិនពេញដៃពេញជើងដែរហើយក្នុងនោះលោកអ្នកអាចក្លាយទៅជាអ្នកប៉ិនសន្សំរឿងនិងមានគំនុំគុំគួនដាក់ជាប់ក្នុងចិត្តទៀតផងបើជាអ្នកប្រកបមុខរបររកស៊ីជិញដូរវិញរកប្រាក់ចិញ្ចឹមឆ្នាំងមិនចង់គ្រប់ផងទេចំណែកបញ្ហាស្នេហាគឺគូស្នេហ៍អាចនឹងមានការប្រឆាគ្នាដោយសារអ្នកក្រៅដូច្នេះត្រូវតែប្រយ័ត្នឆ្នាំចសនៈនាំលេបអុកញ៉ាចិញ្ចឹមគឺមានសំណាងឈ្នះអស់មានសត្រូវហើយប្រាថ្នាអ្វីគឺតែងបានសម្រេចនិងអនាគតបានក្លាយជាសេដ្ឋីការបដីឬក៏អភិជនជាន់ខ្ពស់ទៀតផងម៉ោងនៃលេបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង7យប់ពណ៌នៃលេបសំណាងគឺពណ៌ផ្ទៃមិចនិងស្វាយលេខនៃលេបសំណាងគឺលេខ45និងលេខ66សូមខមមិនលេខ168យកលេបសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលោជោហោហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំចឆ្នាំចរិស័យឡើងខ្ពស់ត្រដាតក្នុងថ្ងៃនេះដោយសារដួងរិស័យឡើងខ្ពស់ដូចនេះបើលោកអ្នកចង់ធ្វើអ្វីមួយតោងតែផ្ដល់ក្តីសង្ឃឹមនិងឆ្លើយតបដោយសេចក្តីប្រាថ្នាក្រៅពីនេះបើលោកអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃក៏តែងឆាប់ចុះសម្រុងគ្នានិងទទួលជោគជ័យច្រើនផងចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរថ្មីឬទីកន្លែងលក់ដូរដែលលោកអ្នកអាចជួបនៅក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ចការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសពមួយដងគូក្រុងប្រិយប្រពន្ធនិងគូស្នេហាកំឡោះក្រមុំមានការស្រស់ស្រាយហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាក៏ជាពេលវេលាល្អបំផុតក្នុងការដោះស្រាយទៀតផងឆ្នាំកុលជួបនោមលៀបនោមជ័យនោមសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតខ្លាចជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងក្រហមលេខនៃលៀបសំណាងគឺលេខ11និងលេខ61សូមខមមិនលេខ999យកលេខសម្បត្តិទេវតាទ្រព្យនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេខមានជ័យមានលោជោហោហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំកុលឆ្នាំកុលរិស័យថ្ងៃនេះឡើងខ្ពស់ត្រដាតរាល់សេចក្តីប្រាថ្នាទាំងឡាយដែលលោកអ្នកចង់ពឹងពាក់អ្នកមានបុណ្យស័ក្តិខ្ពស់ដើម្បីផលប្រយោជន៍អ្វីមួយនោះគឺពិតជាអាចទទួលបានជោគជ័យជាទីគាប់ចិត្តនៅក្នុងថ្ងៃនេះបើជាអ្នកប្រកបមុខរបររកស៊ីឬជួញដូរវិញមានអតិថិជនថ្មីចាស់តាក់ទងច្រើនធ្វើឲ្យមុខរបររបស់លោកអ្នកមានការរីករលាស់ទៅមុខចំណែកបញ្ហាស្នេហាគូស្នេហ៍មានតែពីផ្អែមល្ហែមនិងបើនៅលីវិញលោកអ្នកនឹងជួបមនុស្សជាទីពេញចិត្តទៀតផងបាទពុកម៉ែបងប្អូននីតិហោរាសាស្ត្រនៅថ្ងៃនេះដល់ទីបញ្ចប់សូមធ្វើការអធិស្ឋានរាល់កំហុសឆ្គងដែលកើតមានឡើងក្នុងអំឡុងពេលនិយាយដោយអចេតនាហើយក៏សូមធ្វើការបួងសួងដល់គ្រប់វត្ថុស័ក្តិសិទ្ធិផងទាំងពួងនៅក្នុងលោកនេះសូមឲ្យអស់លោកអ្នកដែលកំពុងទស្សនានិងចុច Subscribe ជួបតែលាភសំណាងទ្រព្យធនយស័ក្តិនិងពោពេញទៅដោយសុភមង្គលជារៀងរហូតសូមធ្វើការខមមិនសាធុចំនួន3ដងនិងធ្វើការ share ចេញមួយដើម្បីទទួលលាភសំណាងទាំងអស់នេះគណៈពេលនេះដែរខ្ញុំបាទសាមសិទ្ធិធីវីក៏សូមអរគុណសូមជម្រាបលា